កលិករបស់អង្គការ GBC មានអារម្មណ៍ថាសប្បាយរីករាយដែលបានមានឱកាសបញ្ចូលធ្វើការនៅទីនេះដូចជាមានឱកាសជួបបុគ្គលិកទាំងអស់គ្នាដែលសិក្សាជាបុគ្គលិកល្អដូចជាថ្នាក់ដឹកនាំល្អដូចជាអាចធ្វើការជាមួយនឹងសហគមន៍ក៏ដូចជាក្មេងៗទាំងអស់គ្នាឃើញពួកគាត់សប្បាយចិត្តយើងជាបុគ្គលិកនៅទីនេះធ្វើការនៅប្រទេសកម្ពុជាទីមួយព្រោះអង្គការមាននិយាយទៅអង្គការជួយប្រជាជននៅសហគមន៍ច្រើនហើយខ្ញុំក្នុងនាមខ្ញុំជាបុគ្គលិកក៏បានរួមចំណែកក្នុងការជួយប្រជាជន so many programs we have so many programs that could reach out to the people in community because we also provide them the school uniform support their extra class and giving their daily life needs such as rice support and other things ចាដែលលោកគ្រូបានដល់ជាអង្គរមកឲ្យក្រុមគ្រួសារខ្ញុំដូចថាបានធូរស្រាលមួយរយៈដែរលោកគ្រូមិនសូវភ័យថាអារម្មណ៍អត់នឹងបានកូនចៅអីរៀនសូត្រមិនសូវអារម្មណ៍អត់ថាមកអីអត់ឃ្លានអីដូចលើកមុនរៀនបងប្រាក់ឲ្យដល់អាហារឲ្យញ៉ាំពេលព្រឹកថ្ងៃត្រង់ហូបចំណាយយកថៃហើយដូចតែដល់ថៃតាមេរៀនហើយនឹងគិតលេខថាបានពីវិទ្យាគឺគណិតវិទ្យាហើយនិងភាសាខ្មែរពីច្រើនគណិតវិទ្យាបើមិនរៀនគឺអត់យល់សោះគឺមិនយល់ប៉ុន្តែអង្គការបានផ្ដល់អភិញ្ញាបត្រគឺឈឺយកបានច្រើនដើម្បីមានជំនាញតខ្លួនទៅថ្ងៃអង្គការរៀនពីកម្ពុជាបានផ្ដល់នៅសេវាកម្មយ៉ាងច្រើនដល់លោកខ្ញុំនិងមិត្តភ័ក្តិដទៃទៀតក្នុងសមាជិកក្លឹបយុវជននេះផងដែរសេវាកម្មមានដូចជាសេវាកម្មល្អមានដូចជាសេវាកម្មចំណេះដឹងទូទៅការមានជំនាញផ្នែកផ្សេងអត្ថបទហើយនឹងការចេះដឹងស្គាល់ពីជីវប្រវត្តិផ្សេងៗដូចជាប្រវត្តិសាស្ត្រនិងការធ្វើទស្សនកិច្ចទៅលេខខេត្តសៀមរាបជាដើមនៃប្រាជ្ញាវិទ្យាវ័យដែរដូចអាទីមអង្គការគិតពីកម្ពុជា GPC បានជួយផ្ដល់នៅក្នុងសហគមន៍ឲ្យមានជីវភាពប្រសើរគឺជួយដល់គ្រួសារក្រីក្រជួយបង្កើនសមត្ថភាពដល់គូក្មេងថែមនៅមុខវិជ្ជាភាសាខ្មែរអង់គ្លេសនឹងអ្វីនេះគឺជាអ្វីខ្ញុំបានដឹងខាងអង្គការយើងបានដូចជាមានគុណសម្បត្តិច្រើនមកលើរដ្ឋអំណាចមកលើមូលដ្ឋានរបស់សង្កាត់ការស្រងដូចជាជួយសម្រាលការងាររបស់រដ្ឋអំណាចសង្កាត់នៅខាងរដ្ឋអំណាចគិតថាអង្គការនេះជាអង្គការដៃគូមួយនៅក្នុងមូលដ្ឋានអង្គការគិតពីកម្ពុជាគឺជាអ្នកត្រួសត្រាយផ្លូវដំបូងបង្អស់ដើម្បីដឹកនាំចេះប្រើនៅចំណេះដឹងនិងការងារសង្គមពង្រីកនៅក្នុងសុខុមាលភាពសង្គមក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរជាអង្គការដែលជាដៃគូសំខាន់សម្រាប់វិស័យអប់រំនៅក្នុងក្រុមអាជីវកម្មជាស្រាប់ការបានច្រើនការច្រើនជាការរបស់ចែកស្អីទៅតាមប្រវត្តិសាស្ត្រគឺជួយជួយដល់តាមសាលានេះទីតាំងតារាតាមតាមទៅ